ទាំងអស់គ្នាបាទអញ្ចឹងយើងចូលចំណុចមួយទៀតតកតងនឹងការប្រើប្រាស់ format cell ហើយនៅក្នុង format cell នេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាតកតងជាមួយនឹង number format បាទអញ្ចឹងមុននឹងយើងចូលទៅដល់ number format យើងស្វែងយល់អំពីចំណុចខ្លះៗនៅក្នុងformatting toolbar អញ្ចឹងនៅក្នុងនោះវាមាន comma វាមាន merge style មាន current style បាទ current style របស់យើងគឺយើងប្រើវាសម្រាប់កំណត់ជារូបិយប័ណ្ណហើយ current style សម្រាប់កំណត់ជាភាគរយ percentage style កំណត់ជាភាគរយបាទ increase decimal កំណត់ការបង្កើនលេខទស្សភាគហើយ decrease decimal គឺបន្ថយលេខទស្សភាគបាទហើយតកតងនឹងការប្រើប្រាស់ format cell នេះដែរបាទបើសិនជាយើងចង់ប្រើប្រាស់ format cell គឺយើងចុចទៅលើបាទចុចទៅលើកន្លាដែលយើងចុច mouse ស្ដាំទៅលើកន្លាហើយយើងចុចទៅលើformat cell ហើយជ្រើសរើសយក number tab តបមកយើងជ្រើសរើសតន័យដូចខាងក្រោមដែលមាន general មាន number មាន currency មាន accounting មាន date មាន time មាន text បាទយើងអាចកំណត់នៅក្នុងformat cell នឹងបានបាទអញ្ចឹងយើងបើកកម្មវិធី Excel ហើយខ្ញុំមានទិន្នន័យជាលេខបែបនេះបាទបន្ទាប់មកខ្ញុំចុចទៅលើ menu home ហើយយើងចុចទៅលើប្រអប់ number យើងជ្រើសយក general បានន័យថាយើងកំណត់លេខធម្មតាបាទកំណត់លេខធម្មតាបាទយើងអាចធ្វើការ select លើទិន្នន័យហើយបាទយើង select លើទិន្នន័យលេខបែបហ្នឹងហើយយើងចុចលើ menu home ហើយយើងចុចទៅលើ group number ហើយយើងជ្រើសយក number វានឹងបង្ហាញជាលេខបែបនេះបាទគឺលេខមានទស្សភាគខាងក្រោយយើងអាចម៉ៅស្ដាម format cell ចុច number ហើយយើងជ្រើសរើសយកពីតា number បាទហើយចុច OK បាទយើងចុច OK អញ្ចឹងកន្លែង decimal place នេះយើងចង់បង្ហាញលេខទស្សភាគប្រមាណខ្ទង់យើងកំណត់វាកន្លែងទៅមកចង់បាន2កំណត់2បាទយើងចុច OK មកបាទយើងបានលេខទស្សភាគ2ខ្ទង់បែបនេះបាទអញ្ចឹងក្នុងវីដេអូនេះគឺតែប៉ុណ្្នឹងបាទសូមអរគុណ